ចាប់ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចាប់ប្រិយមិត្តកំពុងស្ដាប់កម្មវិធីសុខភាពស្ត្រីដែលកម្មវិធីយើងទទួលបានការឧបត្ថម្ភពីសម្លេងអនាម័យ Bamboo ចា៎ដែលកម្មវិធីយើងបានការអញ្ជើញចូលរួមពីលោកស្រីលីដាលោកស្រីនឹងបកស្រាយនៅរាល់សំណួររបស់ប្រិយមិត្តចា៎ឥឡូវដោយសារលោកស្រីមានវត្តមាននៅក្នុងបន្ទប់ផ្សាយចា៎សូមជម្រាបសួរចា៎ចាជំរាបសួរចា៎សុខសប្បាយដែរទេចា៎ចាសុខសប្បាយចា៎អរគុណច្រើនចំពោះការអញ្ជើញចូលរួមឥឡូវជំរាបសួរប្រិយមិត្តប្រព័ន្ធ015ចាជំរាបសួរបងចាអញ្ជើញទូរស័ព្ទពីណាដែរអូនខ្ញុំខលពីខាងកកទៅបងក្រកខេត្តពោធិ៍សាត់ណាចាសូមស្គាល់ឈ្មោះផងខ្ញុំឈ្មោះអាលៀបចាអរគុណច្រើនអាលៀបមានសំណួរអីដែរអូនខ្ញុំចង់សួរថាចាបងពេលខ្ញុំមករដូវហ្នឹងចុករហូតចុករដូវខានតើបងហើយបើសិនជាលេខឆ្នាំអីទៅបានបាត់បើសិនជាលេខឆ្នាំអញ្ចឹងវាអាចប៉ះពាល់អីអត់បងចាហើយមួយទៀតខ្ញុំចង់សួរថាពេលមករដូវអញ្ចឹងធ្វើការធ្ងន់ទៅវាអាចប៉ះពាល់អីគេខ្លះទៅបងធ្វើការធ្ងន់ធ្វើអីគេខ្លះដូចជាលើកស្អីរៀងធ្ងន់ដូច20គីឡូអី30គីឡូអីចឹងណាបងចាអាហ្នឹងវាអាចប៉ះពាល់ហ្មងចាខ្ញុំអស់ហើយបងមានគ្រួសារនៅលៀមខ្ញុំនៅទេបងអាយុប៉ុន្មានហើយខ្ញុំអាយុ24ឆ្នាំហើយបងចាអរគុណច្រើនហើយមករដូវចុកពោះហ្នឹងគឺតាំងពីពេញវ័យមកតែម្ដងឬក៏មិនដែរកាលពីមុនហ្នឹងអត់នេះទេបងនឹកចឹងតែពេលមកប្រហែលជា2-3ឆ្នាំហ្នឹងចុករហូតបងចាតែលេខឆ្នាំមិនបានព្រោះអត់លេខឆ្នាំចុករដូវទៀងទាត់ដែរទេអូនចាទាត់ដែរទៀងទាត់តែបងចាទៀងទាត់ណាតែគាត់ចុកពោះចុករហូតមកពេញមកវត្តរដូវពេញមករយៈពេលដែលមករដូវហ្នឹងតអស់រដូវវិញបានបាត់ចុកឬក៏គ្រាន់តែចុកថ្ងៃដំបូងឬក៏មិនដែរបើអត់លេខឆ្នាំបងចុករហូតមកចុកដល់តែអស់ចាមានធ្លាក់សមានអីទេធ្លាក់សពេលអស់រដូវបងចាអរគុណច្រើនចាមិនទៀតអូនដល់ពេលធ្លាក់បានប្រហែល 4-5 ថ្ងៃអញ្ចឹងទៅលែងឃើញធ្លាក់ទៀតបងចាអរគុណលៀបរងចាំស្ដាប់ការបកស្រាយណាអរគុណជំរាបលាចាសូមជូនសំណួររបស់លៀបជូនទៅលោកស្រីចាសូមចេញចានេះចុកពោះមកទ្រាំមក2-3ឆ្នាំបើយើងគិតជាចំនួនដង24ទៅ36ខែចាអញ្ចឹងទ្រាំចុកឲ្យតែមករដូវទ្រាំហើយអ្វីដែលបំបត្តិការឈឺចាប់បានគឺតាមរយៈការលេបថ្នាំហើយសួរថាតើវាមានផលប៉ះពាល់អីដែរអត់ផលប៉ះពាល់វាមានពីព្រោះយើងទី1វាជាផលប៉ះពាល់ដែលអាចបណ្ដាលមកពីការញ៉ាំថ្នាំហ្នឹងទី2ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរហ្នឹងគឺតកតងទៅនឹងសុខភាពស្បូនរបស់គាត់ដោយសារតែយើងអត់បានព្យាបាលយើងចេះតែកែខៃវាដើម្បីបំបត្តិភាពឈឺចាប់ប៉ុន្តែយើងអត់បានព្យាបាលថាតើបញ្ហាអ្វីឬក៏មូលហេតុអីដែលបណ្ដាលឲ្យមានបញ្ហាចុកពោះក្នុងកំឡុងពេលដែលមករដូវអញ្ចឹងវាមានហេតុផលច្រើនយ៉ាងដែលស្ត្រីកើតមានបញ្ហាចុកពោះនៅពេលដែលមករដូវហ្នឹងហើយការដែលចុកពោះហ្នឹងគឺយើងត្រូវបែងចែកឲ្យដឹងថាតើវាចុកផ្នែកណាមួយនៃសរីរាង្គស្បូនរបស់យើងពីព្រោះការដែលចុកនៅផ្នែកណាមួយហ្នឹងយើងអាចសន្និដ្ឋានថាផ្នែកហ្នឹងវាមានបញ្ហាអីអញ្ចឹងបងប្អូនត្រូវដឹងថាការចុកពោះហ្នឹងវាអាចចុកនៅលើថ្ងាសដែលកន្លែងហ្នឹងគេហៅថាជាផ្នែកនៃតួស្បូនរបស់ស្ត្រីហ្នឹងឬក៏វាអាចចុកនៅសៀតចំហៀងខាងឆ្វេងឬក៏សៀតចំហៀងខាងស្ដាំពីព្រោះហ្នឹងគឺជាទីតាំងនៃដៃស្បូនខាងឆ្វេងឬក៏ដៃស្បូនខាងស្ដាំចាហើយបើសិនជាកើតមានបញ្ហាចុកអួររមួលខ្មាញ់ហើយឈានទៅដល់ការពិបាកបត់ជើងតូចទៀតហ្នឹងអានឹងវាកើតមានបញ្ហាទាំងពីរគប់ផ្សំបញ្ចូលគ្នាទី1វាតាក់ទងទៅនឹងបញ្ហាស្បូនដែលបង្កឡើងដោយសារតែការរលាកឬក៏បញ្ហាដែលនៅខាងក្នុងសរីរាង្គស្បូនរបស់គាត់ហ្នឹងអាចកើតមានដុំគិសឬក៏ដុំសាច់ដែលស្ថិតនៅផ្នែកណាមួយនៃសរីរាង្គស្បូនហ្នឹងអញ្ចឹងនៅពេលដែលឈាមរដូវទៅហូរកាត់ហ្នឹងគឺសរីរាង្គស្បូនជាពិសេសដៃស្បូនហ្នឹងតែម្ដងព្យាយាមកត្រាក់ឈាមរដូវហ្នឹងឲ្យចេញមកអញ្ចឹងនៅពេលដែលព្យាយាមកត្រាក់ហ្នឹងហើយដែលវាបណ្ដាលឲ្យកើតមានបញ្ហាចុកខ្មួលម្ដងនៅពេលដែលដៃស្បូនធ្វើការកធាក់នេះចា៎ហើយមួយទៀតបើសិនជាវាឈានចូលទៅដល់ចុកហើយហាក់ដូចជាធ្ងន់នៅនឹងផ្លោកនោម
ហើយវាបដាលឲ្យយើងនេះមានបញ្ហាពិបាកបត់ជើងតូចឲ្យតែរាល់ពេលមករដូវស្ត្រីមួយចំនួនកើតមានបញ្ហាទាស់នោមចាអាហ្នឹងគឺជាបញ្ហាដែលកើតមានទៅលើផ្លោកនោមរបស់គាត់ព្រោះនៅពេលដែលស្ត្រីកើតមានបញ្ហារលាកស្បូនគឺងាយប្រឈមជាមួយនឹងបញ្ហារលាកផ្លោកនោមឬក៏ស្ត្រីដែលកើតមានបញ្ហារលាកផ្លោកនោមនេះក៏វាងាយប្រឈមជាមួយនឹងបញ្ហារលាកស្បូនដូចគ្នាព្រោះអីសរីរាង្គទាំងពីរហ្នឹងគឺនៅគៀកគិតចិត្តគ្នាមែនតែនទាំងផ្នែកខាងក្នុងនិងខាងផ្នែកទាំងផ្នែកខាងក្រៅយើងហៅថាប្រព័ន្ធបញ្ចេញចោលជាផ្លោកនោមហើយនិងបង្ហូរនោមហ្នឹងគឺវាគៀកជាប់ជាមួយនឹងសរីរាង្គស្បូនទាំងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅបើផ្នែកខាងក្រៅហ្នឹងយើងមើលស្ថានភាពនិងរូបរាងលក្ខណៈរបស់បង្ហូរនោមស្ត្រីហ្នឹងគឺស្ថិតនៅលើយើងហៅថារុននោមឬក៏បង្ហូរនោមហ្នឹងស្ថិតនៅលើគៀកជាមួយនឹងមាត់ទ្វារមាសចាអញ្ចឹងនៅពេលដែលកើតមានបញ្ហារលាកបង្ហូរនោមឬក៏កើតមានបញ្ហាដែលការធ្វើអនាម័យមិនបានត្រឹមត្រូវបន្ទាប់ពីបត់ជើងតូចហើយឬក៏បត់ជើងធំហើយហ្នឹងគឺវាបណ្ដាលឲ្យមានបញ្ហារលាកទ្វារមាសដែលទ្វារមាសរលាកទ្វារមាសហ្នឹងគឺវាកើតពីមជ្ឈដ្ឋានខាងក្រៅតាក់ទងទៅនឹងអនាម័យនៃការលាងសម្អាតទឹកនោមមិនបានល្អហ្នឹងក៏វាបណ្ដាលឲ្យពពុះមេរោគទាំងអស់ហ្នឹងជ្រៀតចូលតាមទ្វារមាសរបស់ស្ត្រីបង្កឲ្យមានការកើនឡើងនៃពពុះបាក់តេរីហើយនិងមេរោគទាំងអស់ហ្នឹងចាអាហ្នឹងវាមានទំនាក់ទំនងគ្នាអញ្ចឹងអានេះដែលឡែកផ្នែកខាងក្រៅប៉ុន្តែបើផ្នែកខាងក្នុងវិញផ្នែកខាងក្នុងដែលបណ្ដាលឲ្យទៅជាមានបញ្ហារលាករហូតដល់ប៉ះពាល់ផ្លោកនោមហ្នឹងក៏តាក់ទងទៅនឹងគាត់អត់បានញ៉ាំទឹកបានគ្រប់គ្រាន់ចាដូចជាមួយថ្ងៃញ៉ាំទឹកអត់បានដល់1លីត្រផងឬក៏មួយថ្ងៃញ៉ាំទឹកបានត្រឹមតែ1លីត្រឬក៏2លីត្រនេះក៏រាងកាយយកទៅប្រើប្រាស់អត់គ្រប់គ្រាន់ដែរចាអញ្ចឹងហេតុផលហ្នឹងក៏បណ្ដាលឲ្យមានបញ្ហាទាស់នោមញឹកញាប់ឬក៏បណ្ដាលឲ្យទៅជាបញ្ហារលាកស្បូនអញ្ចឹងរលាកស្បូននេះវាកើតពីកត្តាខាងក្នុងផងខាងក្រៅផងខាងក្នុងប្រការឬក៏ប្រការសំខាន់ដែលមូលហេតុចម្បងបំផុតដែលធ្វើឲ្យស្ត្រីកើតមានបញ្ហារលាកស្បូនពីផ្នែកខាងក្នុងជាពិសេសគឺបញ្ហារលាកដៃស្បូនព្រោះអាការៈរបស់គាត់ហ្នឹងគឺមានបញ្ហាធ្លាក់សបន្ទាប់ពីអស់រដូវចាអញ្ចឹងសញ្ញាណនៃការធ្លាក់សបន្ទាប់ពីអស់រដូវហ្នឹងបញ្ជាក់ថាដៃស្បូនរបស់គាត់ហ្នឹងមានបញ្ហារលាកអីអញ្ចឹងការរលាកដៃស្បូនរបស់ស្ត្រីហ្នឹងវាអាចបណ្ដាលពីការដែលញ៉ាំទឹកមិនបានគ្រប់គ្រាន់ឬក៏វាអាចបណ្ដាលពីការដែលកើនឡើងនៃពពុះមេរោគនិងបាក់តេរីពីខាងក្រៅឬក៏វាអាចបណ្ដាលមកពីអរម៉ូនព្រោះនៅពេលដែលអរម៉ូនមិនប្រក្រតីឬក៏យើងនិយាយថាអរម៉ូនដែលមិនមានតុល្យភាពនឹងគ្នាហ្នឹងក៏វាបណ្ដាលឲ្យមានការដុះនៅស្រទាប់អង់ដូម៉ែតដែលអត់ខុសប្រក្រតីចាយើងហៅថាស្រទាប់អង់ដូម៉ែតដែលកម្រាស់នៃស្រទាប់អង់ដូម៉ែតហ្នឹងខុសប្រក្រតីក៏វាបណ្ដាលឲ្យមានបញ្ហាចុកពោះឬក៏ការដាច់ដោចនៃស្រទាប់អង់ដូម៉ែតឬក៏ស្រទាប់នេះស្បូនរបស់ស្ត្រីដែលបណ្ដាលមកពីការញ៉ាំទឹកអត់បានគ្រប់គ្រាន់នេះក៏បណ្ដាលឲ្យទៅមានបញ្ហារលាកដៃស្បូនដែរចាអញ្ចឹងហេតុផលដែលបងអូនទៅដឹងថាហេតុអីបានជាមានរដូវចេះតែចុកពោះហ្នឹងគឺវាតាក់ទងទៅនឹងសុខភាពស្បូននេះតែម្ដងគឺអាចថាមកពីកើតមានបញ្ហារលាកនៅខាងក្នុងគឺជាពិសេសគឺរលាកដៃស្បូនព្រោះអីបងអូនកើតមានបញ្ហាធ្លាក់សបន្ទាប់ពីអស់រដូវចាអញ្ចឹងវាអាចជាបញ្ហានៃការរលាកដៃស្បូនហើយបើសិនយើងចង់ដឹងថារលាកផ្នែកខាងណានៃដៃស្បូនដូចជាខាងឆ្វេងឬក៏ខាងស្ដាំឲ្យកត់សម្គាល់ទៅលើការចុកពោះពេលដែលមករដូវនឹងវាចុកផ្នែកខាងឆ្វេងឬក៏ចុកផ្នែកខាងស្ដាំឬក៏វាអាចបណ្ដាលមកពីដុំគិសឬក៏ដុំសាច់ដែលកើតមានអញ្ចឹងនៅពេលដែលរដូវមកវាមករួចទេអ្វីដែលជាដំណោះស្រាយគឺបងពិនិត្យមើលថាតើវាមានបញ្ហាដុំគិសដុំសាច់ដែរអត់វិធីទី1ត្រូវមើលឲ្យដឹងតាមការពិនិត្យមើលអេកូចាអេកូអូសនៅលើពោះគឺអាចធ្វើទៅបានប៉ុន្តែវាពិបាកត្រង់ថាយើងត្រូវបើកមាត់ស្បូនមើលហ្នឹងគឺធ្វើអត់កើតទេដោយសារតែគាត់នៅលាវចាអត់ទាន់មានបានឆ្លងកាត់ការរួមភេទទេអញ្ចឹងការបើកមាត់ស្បូនមើលគឺជារឿងលំបាកសម្រាប់ស្ត្រីដែលនៅលាវអញ្ចឹងបងអាចទៅអូសអេកូមើលពីខាងលើថ្ងាសហ្នឹងគេអាចអូសមើលទៅដល់ដៃស្បូននិងតួស្បូនចានឹងតាក់ទងទៅនឹងផ្នែកខាងក្នុងដែលយើងមើលអត់ដឹងចាប៉ុន្តែបើតាក់ទងទៅនឹងផ្នែកខាងក្រៅគឺយើងអាចពិនិត្យបានមួយទៀតថាតើវាអាចបណ្ដាលមកពីការកើនឡើងនៃពពុះមេរោគនិងបាក់តេរីដែរអត់ហ្នឹងតាមរយៈការប្រើប្រាស់ក្រដាសទូណាសុលដែលក្រដាសទូណាសុលហ្នឹងគឺមានភ្ជាប់ជាមួយនឹងប្រអប់ធំនៅក្នុងប្រអប់ធំសម្លេងអនាម័យ Bamboo ប្រអប់ធំហ្នឹងគឺមានក្រដាសទូណាសុលរួចជាស្រេចបងអាចពិនិត្យមើលបន្ថែមជាមួយនឹងក្រដាសទូណាសុលហ្នឹងទៅយើងអាចដឹងថាតើវាមានការកើនឡើងនៃពពុះបាសឬក៏វាកើនឡើងនៃ
កម្រិតអាស៊ីតចាអញ្ចឹងវិធីនេះគឺវិធីរកមូលហេតុដែលបណ្ដាលឲ្យចុកពោះហើយបើសិនជាយើងរកមូលហេតុឃើញបើសិនជាវាបណ្ដាលមកពីការកើនឡើងនៃពពួកមេរោគនិងបាក់តេរីសម្លេងណាម៉ៃបេមប៊ូអាចជួយបងអូនបានព្រោះយើងអាចប្រើក្នុងការកម្ចាត់មេរោគហើយដកយកកោសិកាដែលខូចខាតហើយនៅពេលកំឡុងដែលបងអូនកំពុងតែមករដូវនេះបើសិនជាអូនបានប្រើប្រាស់សម្លេងណាម៉ៃបេមប៊ូសម្រាប់ប្រើប្រាស់ពេលយប់នឹងប្រើប្រាស់ពេលថ្ងៃអាហ្នឹងក៏វាជួយបានជួនកាលវាអាចមកពីការដែលយើងប្រើប្រាស់សម្លេងផ្សេងដែលអត់មានគុណភាពចាវាធ្វើឲ្យស្បូនយើងនឹងហប់ថប់អញ្ចឹងណាហប់ថប់វារុញឈាមរដូវមកអត់បានស្រួលទេអញ្ចឹងវាអត់ខុសអីពីគេយកស្គុតទៅបិទមាត់ដកដង្ហើមអត់រួចចាអញ្ចឹងហប់ថប់ពិបាកมันមានអុកស៊ីហ្សែនរុញចូលទៅសរីរាង្គស្បូនវាធ្វើឲ្យស្បូននេះធ្វើការកាន់តែខ្លាំងវាប្រឹងខ្មួលខ្មាញ់ដើម្បីរុញច្រានឈាមរដូវមកឲ្យរួចហ្នឹងវាបណ្ដាលឲ្យចុកពោះអញ្ចឹងអ្វីដែលជាដំណោះស្រាយមួយទៀតគឺបងអូនអាចប្រើសម្លេងណាម៉ៃបេមប៊ូទាំងរាល់ថ្ងៃជាប្រចាំហើយទាំងប្រើក្នុងកំឡុងពេលដែលមករដូវវាអាចកាត់បន្ថយនៅបញ្ហាដែលបងអូនកំពុងតែកើតមាននេះចាអរគុណច្រើនលោកស្រីចាហើយនៅខេត្តពោធិ៍សាត់យើងអត់ទាន់មានទីតាំងលក់សម្លេងអនាម័យបែបប៊ូទេប៉ុន្តែបើសិនជាអាលៀបឬក៏ប្រិមិត្តដែលរស់នៅខេត្តពោធិ៍សាត់ចង់បានសម្លេងអនាម័យបែបប៊ូជាអាចកំងទិញពីក្រុមហ៊ុនទៅបានចាប់ពី3ប្រអប់ឡើងទៅគឺយើងនឹងមានដឹកជញ្ជូនទៅឲ្យចាគឺលេខ085ឬក៏086 99 52 52 093ឬក៏023 99 52 52ចាស់ឲ្យលេខទូរស័ព្ទនេះក៏អាចសាកសួរអំពីបញ្ហាសុខភាពបានផងដែរចា